បន្លាស់អាកាសធាតុបានប៉ះទង្គិចទៅលើទ្វីបអឺរ៉ុបយ៉ាងខ្លាំងដងទន្លេជាច្រើនត្រូវរីងហួតទឹកដែលប្រកាសភាពអាសន្នប្រទេសខ្លះខ្វះទឹករហូតដល់រោងចក្រថាមពលនុយក្លេអ៊ែរត្រូវបាត់ឈប់ដំណើរការរឿងនេះគឺជាអាសន្នមួយដ៏ធំជួនចំពេលដែលសីតុណ្ហភាពនៅបណ្ដាប្រទេសអឺរ៉ុបកើនឡើងក្តៅខ្លាំងហើយដោយសារទម្លាប់ជនអឺរ៉ុបមិនសូវប្រើម៉ាស៊ីនត្រជាក់បណ្ដាលឲ្យរងគ្រោះមនុស្សស្លាប់អស់ដល់ពាន់នាក់ភ្លើងឆេះព្រៃក៏កំពុងតែបំផ្លិចបំផ្លាញថវិការបស់ប្រទេសអឺរ៉ុបនៅក្នុងសភាពការបែបនេះអឺរ៉ុបក៏កំពុងតែទទួលនៅទម្ងន់នៃសង្គ្រាមនៅយូក្រែននិងអាយរ៉ង់សេដ្ឋកិច្ចមិនល្អទេឆ្លុះបញ្ចាំងបែបនេះខ្មែរយើងត្រូវយល់ដឹងថាបើគេអត់លុយអត់មានអីទិញយើងក៏ដឹកទៅលក់ឲ្យគេអត់បានដែរដូច្នេះចូលប្រុងប្រយ័ត្នគិតគូរសន្សំសំចៃ